បាទអញ្ចឹងមេរៀនបន្ទាប់គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងមេរៀនទី5គឺ multi staging ហើយនឹង concurrency អញ្ចឹង learning outcome របស់វាមានចំនួន5បាទទី1ពន្យល់អំពី state process concurrency concept បាទទី2បង្កើត state ហើយនឹង extend state ហើយនឹង implement runnable ហើយនឹងការប្រើប្រាស់ពាក់ព័ន្ធមួយ synchronize ដើម្បីការពារ rest condition ទី4គឺយើងប្រើប្រាស់ state sleep join ហើយនឹង start ឲ្យបានត្រឹមត្រូវទី5គឺយើងអនុវត្តពាក់ព័ន្ធជាមួយនឹង executor service ហើយនឹង stateful បាទ content របស់យើងមានចំនួន6បាទមួយអំពីកំណត់ state ហើយនឹង process ក្នុងប្រព័ន្ធប្រតិបត្តិការទី2 Java state model បង្កើត state ដើម្បី attend state និង implement runnable ទី3គឺការចាប់ផ្ដើមនិងការគ្រប់គ្រង state បើ start run sleep ហើយនឹង join ទី4បញ្ហា rest condition និងគោលការណ៍ synchronization ទី5គឺការប្រើប្រាស់ synchronize keyword និង synchronize method block ទី6គឺ executor service និង stateful